ខ្ញុំរស់នៅតាមដងទន្លេពេលខែប្រាំងពេលទឹកស្រកអស់ចុះទៅទន្លេវាចោតពិបាកឡើងមកដងទឹកម្ដងហត់ពេលរដូវវស្សាតែងតែភ្លៀងអញ្ចឹងភ្លៀងផ្គរទឹកឡើងខែទឹកឡើងលិចផ្ទះដល់មកពាក់កណ្ដាលសផ្ទះនិយាយរួមរកចិញ្ចឹមខ្លួនឯងពេលប្តីដូចថាប្តីនៅក៏ប្តីជួយប្តីទៅបាត់ក៏អត់បានជួយទេមានពឹងផ្អែកលើខ្លួនឯងណាអ្នកលោកបន្លាងប្រហែលអូយ3000មកក្នុងឆ្នាំ2019ស្គាល់បើខាងត្រួតត្រងសុខភាពភូមិគាត់ណែនាំឃើញគាត់ចំណាំឃើញកូនខ្ញុំរៀបរូបគាត់ឲ្យខ្ញុំយកកូនទៅវាស់ថ្លឹងសំបីតាទឹកផឹកទឹកអីក៏វាពិបាកនិយាយទៅទឹកវាទលេយើងវាល្អអញ្ចឹងទៅវាគ្មានអនាម័យនៅពេលកូនអីផឹកក្នុងគ្នាផឹកអីអញ្ចឹងទៅយើងមិនបានមានធុងចម្រោះមានអីទេពីមុននោះតាំងពី2019ខ្ញុំចាប់ផ្ដើមស្គាល់ខាងគម្រោង1000ថ្ងៃខាងវឌ្ឍនភាពគាត់ចុះមកសម្រាប់គម្រោង1000ថ្ងៃរបស់អង្គការវឌ្ឍនភាពហ្នឹងគឺយើងបានជំនួយពីខាងអង្គការ Plan អាឡម៉ង់ចាហើយគម្រោងហ្នឹងគឺយើងផ្ដោតសំខាន់ទៅលើស្ត្រីដែលគាត់មានផ្ទៃពោះក្នុងកំឡុងពេលពោះរហូតដល់កូនគាត់មានអាយុក្រោម2ឆ្នាំអាហ្នឹងគេហៅថា1000ថ្ងៃដំបូងណាចាហើយគម្រោងហ្នឹងគឺយើងផ្ដោតសំខាន់ទៅលើអាហារូបត្ថម្ភហើយគម្រោងហ្នឹងគឺយើងមាន3ផ្នែកតូចផ្នែកទី1អាហារូបត្ថម្ភផ្នែកទី2តកតងជាមួយការដាំបន្លែលក្ខណៈគ្រួសារផ្នែកទី3តកតងមួយទឹកស្អាតអនាម័យហើយសម្រាប់ខ្ញុំគឺខ្ញុំកាន់ផ្នែកអាហារូបត្ថម្ភដូចត្រីអីយើងអាចរកបានចាហើយដូចពងមាន់ពងមាន់សម្បុកហ្នឹងហើយពងមាន់ស្រែល្អណាហើយពងទាអីយើងចំទាចំអីខ្លួនឯងនេះស្រួលណាពីចាប់ផ្ដើមគម្រោងដំបូងពេលយើងវាស់ថ្លឹងនៅតាមភូមិណាគឺយើងរកឃើញក្មេងដែលគាត់ខ្វះអាហារូបត្ថម្ភច្រើនដោយសារនៅតំបន់ពួកខ្ញុំគេថាតំបន់ដាច់ស្រយាលដែរអញ្ចឹងពួកខ្ញុំចុះធ្វើការវាស់ថ្លឹងរកកុមារពី0ដល់59ខែហ្នឹងរកក្មេងដែលមានកង្វះអាហារូបត្ថម្ភដូចជាសាំម៉ាំចាសាំហ្នឹងសម្រាប់កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរពួកខ្ញុំធ្វើការបញ្ជូនមកមណ្ឌលសុខភាពដើម្បីព្យាបាលចាបើម៉ាំកង្វះអាហារូបត្ថម្ភមធ្យមដោយសារមធ្យមធ្វើការព្យាបាលនៅសហគមន៍ដោយតាមរយៈអង្គការវឌ្ឍនភាពគាត់យកនំត្រីយកមកព្យាបាលនៅសហគមន៍ខ្ញុំយល់ឃើញថាជំនួយរបស់អង្គការវឌ្ឍនភាពល្អជួយជំរុញឲ្យមានការបំរើដោះកូនកើនឡើងការតាមដានសុខភាពរបស់កូនក្នុងកំឡុងពេលឱកាសមាស1000ថ្ងៃយកចិត្តទុកដាក់ពីកូនរបស់គាត់ព្យាបាលកុមារដែលខ្វះកង្វះអាហារូបត្ថម្ភមធ្យមហ្នឹងហើយនឹងជួយបញ្ជូនដល់កុមារកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរឲ្យគាត់មកមណ្ឌលសុខភាពផងដែរជួយជំរុញឲ្យគាត់ក្នុងការរៀបចំអាហារនៅក្នុងគ្រួសាររបស់គាត់បានត្រឹមត្រូវវាមិនគាត់មិនអត់គិតទៅលើថាកាលមុនគាត់យកដឹងខុសតកតងថាកូនគាត់ហូបបាយច្រើនប៉ុន្តែនៅស្គមដដែលគាត់ថាបងប្អូនគាត់ស្គមតែអញ្ចឹងតែគាត់អត់គិតទៅលើការលូតលាស់របស់កូនការលូតលាស់ត្រឹមត្រូវឬក៏អត់តែឥឡូវថយនៅសល់ធម្មអ្នក2នាក់ហើយក៏អត់ខ្វះធ្ងន់ធ្ងរអីដែរគាត់ខ្ញុំខ្វះមធ្យមពេលខ្លះគាត់រៀងក្តៅខ្លួនអត់ស្រួលខ្លួនធ្វើអីចឹងទៅពេលថ្លឹងគីឡូថ្លឹងអីទៅវាអាចស្រកគីឡូស្រកអីដែរខាងគម្រោងគាត់បានជួយជាគ្រាប់ពូជជាស្បៃជាសម្ភារៈដាំបន្លែដាំអីទៅក៏បានបន្លែកើតនឹងក៏បានធ្វើស្លអីឲ្យកូនហូបទៅបានផ្លែចម្រុះជាជោគជ័យរបស់រដ្ឋបាលស្រុកយើងដែលយើងមើលឃើញថាអង្គការវឌ្ឍនភាពធ្វើសកម្មភាពជាមួយនឹងរដ្ឋបាលស្រុកយើងគឺ
កាលពីមុនគាត់ចិញ្ចឹមកូនតាមរបៀបធម្មតាកូនចង់ថាផ្ដល់របបអាហារយ៉ាងម៉េចឲ្យកូនអត់សូវជាយកចិត្តទុកដាក់កូនធំធាត់លូតលាស់យ៉ាងណាក៏ជារឿងថាតាមដំណើរទៅដល់អញ្ចឹងទៅគាត់ងាកប្រែមកផ្លាស់ប្ដូរផ្នត់គំនិតរបស់គាត់ឲ្យគាត់នោះយកចិត្តទុកដាក់ចំពោះការចិញ្ចឹមនិងមើលថែកូនរបស់គាត់នោះធ្វើឡើងវិញឃើញថាទោះបីជាគាត់នៅក្នុងនៅទីរួមស្រុកក៏ដោយនៅខាងទីជនបទក៏ដោយក៏គាត់គឺយកចិត្តទុកដាក់ជាមួយនឹងកូនខ្លាំងមែនតើយើងអញ្ជើញជីវរដ្ឋដែលជាគោលដៅរបស់យើងចូលរួមវគ្គបណ្ដុះបណ្ដាលในការដាំដុះបន្លែការចិញ្ចឹមសត្វមាន់សត្វទាលក្ខណៈគ្រួសារដើម្បីឲ្យគាត់បានអាហារូបត្ថម្ភគ្រប់គ្រាន់សម្រាប់គ្រប់គ្រងគ្រួសាររបស់គាត់ក៏ដូចជាកូនរបស់គាត់ខ្ញុំប្លែកលុយកាក់រកបានមកសល់ខ្លះអីខ្លះហើយគ្រួសារខ្ញុំក៏បាននៅជុំគ្នាក៏មិនបានទៅណាឆ្ងាយពីគ្នាបើទៅធ្វើការទាំងគូអញ្ចឹងទៅមកវិញទាំងគូអញ្ចឹងទៅអត់បានថាបែកគ្នាទៅដូចទៅពេញទៅអីរាប់ឆ្នាំបានមកដល់ផ្ទះទាំងកូនទាំងប្តីប្រពន្ធជួបជុំគ្នាបានមួយម៉ាត់អីហូបជុំគ្នាអញ្ចឹងទៅខ្ញុំសប្បាយចិត្តខ្លាំងបំផុតដែលប្រពន្ធខ្ញុំបានខុសពីមុនឆ្ងាយដល់ពេលកូនអីឈឺស្ងាត់គ្រុនអីពីមុនឈឺរហូតឥឡូវលែងឈឺលែងអីដឹងទូនទីខ្លួនសម្អាតកូនមានអនាម័យល្អហើយនឹងរីករាយបំផុតដែលប្រពន្ធខ្ញុំត្រូវជ្រើសរើសចូលខាងក្រុមទ្រទ្រង់សុខភាពភូមិនេះផងដែរ